សហរដ្ឋអាមេរិកនិងអ៊ីរ៉ង់បង្ហាញពីវឌ្ឍនភាពនៅក្នុងការចរចានុយក្លេអ៊ែរគណៈមេដឹកនាំកម្ពុជាព្រមានលោកត្រាំជុំវិញការបង្កើតយោធារដ្ឋមន្ត្រីការបរទេសរបស់ទីក្រុងតេហេរ៉ង់បាននិយាយកាលពីថ្ងៃអង្គារថាសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់បានឈានទៅដល់ការយោគយល់គ្នាលើគោលការណ៍ណែនាំនៅក្នុងកិច្ចចរចានុយក្លេអ៊ែរបើទោះបីជាលោកបានព្រមានថាការងារនៅតែធ្វើដើម្បីសម្រេចបាននូវកិច្ចព្រមព្រៀងមួយនិងឆ្ពោះទៅរកការគម្រាមកំហែងនៃការវាយប្រហារយោធាក៏ដោយក៏ប៉ុន្តែលោកអាបាសអារ៉ាជីប្រធានគណៈប្រតិភូអ៊ីរ៉ង់នៅទីក្រុងហ្សឺណែវបានមានប្រសាសន៍ថាខ្ញុំជឿថាពួកយើងបានដំណើរការល្អហើយដោយសារនេះលោកបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបន្ទាប់ពីកិច្ចចរចាដោយប្រយោលជាច្រើនម៉ោងថាផ្លូវឆ្ពោះទៅរកកិច្ចព្រមព្រៀងមួយបានចាប់ផ្ដើមហើយក៏ប៉ុន្តែយើងនឹងមិនឈានទៅដល់វាលឿនពេកនោះទេដោយលោកបន្ថែមថាភាគីទាំងពីរនឹងធ្វើការដាច់ដោយឡែកពីគ្នាលើសេចក្តីព្រៀងអត្ថបទមុនពេលការចរចាជុំថ្មីបើទោះបីយ៉ាងណាក៏ដោយមន្ត្រីអាមេរិកម្នាក់បាននិយាយថាវឌ្ឍនភាពត្រូវបានធ្វើឡើងក៏ប៉ុន្តែនៅមានព័ត៌មានលម្អិតជាច្រើនទៀតដែលត្រូវពិភាក្សាលោកប្រធានាធិបតីលោក J.D. Vance ដែលបាននិយាយថាតាមវិធីខ្លះវាដំណើរការបានទៅល្អក៏ប៉ុន្តែតាមវិធីផ្សេងទៀតវាច្បាស់ណាស់ថាប្រធានាធិបតីបានកំណត់បន្ទាត់ក្រហមមួយចំនួនដែលប្រជាជនអ៊ីរ៉ង់មិនទាន់មានឆន្ទៈនៅក្នុងការទទួលស្គាល់និងដំណើរការពិតប្រាកដដូច្នេះយើងនឹងបន្តដំណើរវាម្ដងហើយម្ដងទៀតបេសកជនពិសេសរបស់លោក Donald Trump គឺលោក Steve Witkoff និងកូនប្រសាររបស់លោក Jared Kushner បាននឹងកំពុងតែដឹកនាំគណៈប្រតិភូរបស់សហរដ្ឋអាមេរិកនៅក្នុងកិច្ចពិភាក្សាដែលត្រូវបានសម្របសម្រួលដោយប្រទេសអូម៉ង់មន្ត្រីអាមេរិកបាននិយាយថាគណៈប្រតិភូអ៊ីរ៉ង់បាននិយាយថាពួកគេនឹងត្រឡប់មកវិញនៅក្នុងរយៈពេល2សប្តាហ៍ខាងមុខជាមួយទៅនឹងសំណើលម្អិតដើម្បីដោះស្រាយនៅភាពចន្លោះប្រហោងហើយបើកចំហមួយចំនួននៅក្នុងមុខតំណែងរបស់យើងហើយការអត្ថាធិប្បាយជាវិជ្ជមានពីទីក្រុងតេហេរ៉ង់បានកើតឡើងនៅពេលដែលការបង្កើតកងកម្លាំងយោធារបស់សហរដ្ឋអាមេរិកដ៏ធំមួយកំពុងតែពន្លឿនគណៈពេលដែលប្រធានាធិបតីលោក Donald Trump បានព្យាយាមដាក់សម្ពាធលើសាធារណរដ្ឋអ៊ីស្លាមនៅក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរថ្មីមួយបន្ទាប់ពីមានការបង្ក្រាបយ៉ាងធ្ងន់ធ្ងរលើភាពចលាចលនៅទូទាំងប្រទេសដោយឡែកប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានមានប្រសាសន៍ថាការផ្លាស់ប្ដូររបបនៅក្នុងទីក្រុងតេហេរ៉ង់អាចជារឿងល្អបំផុតដែលអាចកើតឡើងក៏ប៉ុន្តែមេដឹកនាំកម្ពុជារបស់អ៊ីរ៉ង់គឺលោកអាយ៉ាតូឡាអាលីខាមេនីបាននិយាយកាលពីថ្ងៃអង្គារថាការប៉ុនប៉ងណាមួយរបស់សហរដ្ឋអាមេរិកដើម្បីទម្លាក់រដ្ឋាភិបាលរបស់ទីក្រុងតេហេរ៉ង់អាចនឹងមានផលវិបាកនិងបរាជ័យខណៈនោះដែរកិច្ចពិភាក្សាដែលកំពុងតែដំណើរការនៅទីក្រុងហ្សឺណែវប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់អ៊ីរ៉ង់បានរាយការណ៍ថាផ្នែកខ្លះនៃច្រកសមុទ្រយុទ្ធសាស្ត្រអូម៉ឺសនឹងបិទនៅក្នុងរយៈពេល 2-3 ម៉ោងដោយសារតែការប្រុងប្រយ័ត្ននៅសុវត្ថិភាពគណៈពេលដែលឆ្មាំបដិវត្តជនរបស់អ៊ីរ៉ង់ធ្វើសម្ពយុទ្ធយោធានៅទីនោះទីក្រុងតេហេរ៉ង់បានគម្រាមបិទច្រកសមុទ្រចំពោះការដឹកជញ្ជូនពាណិជ្ជកម្មប្រសិនបើវាត្រូវបានវាយប្រហារនាពេលកន្លងមកដែលជាវិធានការដែលនឹងរារាំងលំហូរប្រេងពិភពលោក 1/5 និងជំរុញឲ្យតម្លៃប្រេងឆៅឡើងកាន់តែខ្ពស់ដោយឡែកអ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់គឺលោកអ៊ីស្ម៉ាអែលបាកាអ៊ីបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋថាយើងបានបញ្ចូលនៅព័ត៌មានលម្អិតមួយចំនួនដែលទាក់ទងទៅនឹងការដកទណ្ឌកម្មនិងប្រធានបទនុយក្លេអ៊ែរលោកបន្ថែមថាយើងត្រៀមខ្លួនរួចជាស្រេចដើម្បីបន្តការចរចាទាំងនេះដរាបណាវាត្រូវការបញ្ហាដែលមានភាពស្មុគស្មាញមិនមានការជឿទុកចិត្តរវាងភាគីទាំងពីរលោកថាយើងត្រូវតែបន្តការចរចានៅក្នុងលក្ខខណ្ឌទាំងនេះលោកបាកាអ៊ីបានបន្តទៀតថាទស្សនៈរបស់ទីក្រុងតេហេរ៉ង់លើបញ្ហានុយក្លេអ៊ែរការដកទណ្ឌកម្មសេដ្ឋកិច្ចនិងក្របខ័ណ្ឌសម្រាប់ការយល់ដឹងណាមួយដែលត្រូវបានបញ្ជូនទៅភាគីសហរដ្ឋអាមេរិកយ៉ាងណាក្តីលោកត្រាំបាននិយាយកាលពីថ្ងៃច័ន្ទថាលោកនឹងចូលរួមដោយប្រយោលនៅក្នុងកិច្ចពិភាក្សាទីក្រុងហ្សឺណែវហើយលោកជឿថាទីក្រុងតេហេរ៉ង់ធ្វើកិច្ចព្រមព្រៀងជាមួយលោកត្រាំក៏បានប្រាប់អ្នកសារព័ត៌មាននៅលើយន្តហោះ Air Force One ថាខ្ញុំមិនគិតថាពួកគេចង់បានផលវិបាកនៃការមិនធ្វើកិច្ចព្រមព្រៀងនោះទេយើងអាចមានកិច្ចព្រមព្រៀងមួយជំនួសឲ្យការបញ្ជូនអាវុធ B2S ចូលទៅក្នុង
ដើម្បីលុបបំបត្តិសក្តានុពលនុយក្លេអ៊ែររបស់ពួកគេហើយយើងត្រូវតែបញ្ជូន B2S ហើយសហរដ្ឋអាមេរិកក៏នឹងចូលរួមជាមួយអ៊ីស្រាអែលកាលពីខែមិថុនាឆ្នាំមុននៅក្នុងការទម្លាក់គ្រាប់បែកនុយក្លេអ៊ែរទៅលើប្រទេសអ៊ីរ៉ង់ចាប់តាំងពីការវាយប្រហារកាលពីខែមិថុនាមកមេដឹកនាំរបស់ប្រទេសអ៊ីរ៉ង់ត្រូវបានចុះខ្សោយដោយសារតែមានការតវ៉ាលើដងវិថីដែលត្រូវបានបង្ក្រាបដោយចំណាយអស់ជីវិតរាប់ពាន់នាក់ប្រឆាំងទៅនឹងបដិវត្តតម្លៃនៃការរស់នៅដែលជំរុញដោយផ្នែកនៃទណ្ឌកម្មអន្តរជាតិដែលបានច្របាច់ប្រាក់ចំណូលប្រេងរបស់ប្រទេសជាការកត់សម្គាល់គ្រាន់តែក្រោយកិច្ចចរចាបានចាប់ផ្ដើមប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់បានដកស្រង់សម្ដីលោក Khamenei ដែលមានអាយុរហូតដល់86ឆ្នាំទៅហើយបាននិយាយថាទីក្រុង Washington មិនអាចបង្ខំរដ្ឋាភិបាលរបស់លោកបាននោះទេសាធារណរដ្ឋនេះត្រូវបានគ្រប់គ្រងដោយបុព្វជិតចាប់តាំងពីបដិវត្តអ៊ីស្លាមឆ្នាំ1979មកម្លេះលោកបាននិយាយថាប្រធានាធិបតីសហរដ្ឋអាមេរិកដែលនិយាយថាកងទ័ពរបស់ពួកគេគឺជាកម្លាំងខ្លាំងបំផុតរបស់ពិភពលោកក៏ប៉ុន្តែកងទ័ពដែលខ្លាំងបំផុតនៅពិភពលោកពេលខ្លះអាចត្រូវបានគេទះកំភ្លៀងយ៉ាងខ្លាំងដែលមិនអាចក្រោកឡើងបានលោកបានបន្តថានៅក្នុងការអត្ថាធិប្បាយដែលចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ទីក្រុង Washington បានព្យាយាមពង្រីកវិសាលភាពនៃកិច្ចពិភាក្សាចំពោះបញ្ហាមិនមែននុយក្លេអ៊ែរដូចជាឃ្លាំងផ្ទុកមីស៊ីលរបស់អ៊ីរ៉ង់ជាដើមនៅទីក្រុង Washington គ្រោងនឹងធ្វើកិច្ចចរចានៅជុំទី6នៅក្នុងខែមិថុនាឆ្នាំមុននៅពេលដែលសម្ព័ន្ធមិត្តរបស់ទីក្រុង Washington គឺអ៊ីស្រាអែលបានចាប់ផ្ដើមយុទ្ធនាការទម្លាក់គ្រាប់បែកប្រឆាំងទៅនឹងអ៊ីរ៉ង់ហើយក្រោយមកត្រូវបានចូលរួមដោយយន្តហោះទម្លាក់គ្រាប់ប្រភេទ B2 របស់សហរដ្ឋអាមេរិកដែលបានវាយប្រហារចំគោលដៅនុយក្លេអ៊ែរតាំងពីពេលនោះមកទីក្រុងតេហ៍រ៉ង់បាននិយាយថាខ្លួនបានបញ្ឈប់សកម្មភាពចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមឯកិច្ចប្រជុំកាលពីថ្ងៃអង្គារបានធ្វើឡើងនៅឯគេហដ្ឋានរបស់ឯកអគ្គរដ្ឋទូតអូម៉ានីប្រចាំនៅអង្គការសហប្រជាជាតិចំពេលដែលមានវត្តមានសន្តិសុខនៃការរឹតបន្តឹងយ៉ាងខ្ពស់បំផុតជាការកត់សម្គាល់សហរដ្ឋអាមេរិកនិងអ៊ីស្រាអែលជឿថាអ៊ីរ៉ង់មានបំណងបង្កើតអាវុធនុយក្លេអ៊ែរដែលអាចគំរាមកំហែងដល់អធិភាពរបស់អ៊ីស្រាអែលអ៊ីរ៉ង់បាននិយាយថាកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនមានសន្តិភាពសុទ្ធសាធបើទោះបីជាខ្លួនបានចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមលើសពីភាពបរិសុទ្ធដែលត្រូវបានសម្រាប់ផលិតនៅថាមពលនិងចិត្តទៅនឹងអ្វីដែលត្រូវបានសម្រាប់គ្រាប់បែកក៏ប៉ុន្តែបើទោះបីយ៉ាងណាក៏ដោយប្រទេសអ៊ីរ៉ង់បានចូលរួមនៅសន្ធិសញ្ញាមិនរីកសាយភាយនុយក្លេអ៊ែរដែលធានាទៅដល់ប្រទេសនានានៅសិទ្ធិនៅក្នុងការបន្តថាមពលនុយក្លេអ៊ែរស៊ីវិលជាថ្នូរទៅនឹងតម្រូវឲ្យពួកគេបោះបង់នៅអាវុធបរមាណូនិងសហការជាមួយអង្គភាពឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិអ៊ីស្រាអែលដែលមិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសមាគម NPT ក៏មិនបានបញ្ចប់ឬបដិសេធថាមិនមានអាវុធនុយក្លេអ៊ែរក្រោយគោលនយោបាយមិនច្បាស់លាស់ដែលមានអាយុរាប់ទសវត្សរ៍ដែលបានរចនាឡើងដើម្បីរារាំងសត្រូវជុំវិញ